ការងារពេញមួយថ្ងៃរបស់បុគ្គលិកដឹកជញ្ជូន Medphone Express ចាប់ផ្ដើមនៅសាខាបុគ្គលិកដឹកជញ្ជូនត្រូវធានានៅឥរិយាបថវិជ្ជាជីវៈមកដល់ឲ្យទាន់ពេលវេលាដែលបានកំណត់ស្លៀកពាក់ឯកសណ្ឋានឲ្យបានរៀបរយពាក់បានសម្គាល់ខ្លួនបុគ្គលិកឲ្យបានសព្វគ្រប់ពាក់ស្បែកជើងប៉ាតាឬស្បែកជើងដែលមានខ្សែរឹតកែងសក់ក្បាលត្រូវរៀបរយឥរិយាបថរហ័សរហួននិងមានវិជ្ជាជីវៈចំពោះបុគ្គលិកថ្មីដែលមិនទាន់ទទួលបានឯកសណ្ឋានស្លៀកពាក់ឲ្យបានសមរម្យស្លៀកខោជើងវែងរៀបរយអាវមានកឬអាវសូមីមុនពេលចេញទៅតាមតំបន់ដែលត្រូវដឹកជញ្ជូនបុគ្គលិកដឹកជញ្ជូនត្រូវត្រួតពិនិត្យយានជំនិះធ្វើដំណើរនិងឧបករណ៍បម្រើការឲ្យបានសព្វគ្រប់យានជំនិះម៉ូតូត្រូវធានាថាមានសាំងគ្រប់គ្រាន់និងមានសុវត្ថិភាពមានប័ណ្ណបើកបរមួកសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ទូរស័ព្ទដៃដែលបានដំឡើងកម្មវិធី Om Express មានថ្មពេញនិងមានការភ្ជាប់អ៊ីនធឺណិតដើម្បីបម្រើដល់ដំណើរការដឹកជញ្ជូនក្រៅពីនេះបុគ្គលិកដឹកជញ្ជូនត្រូវរៀបចំឧបករណ៍ចាំបាច់មួយចំនួនដូចជាកាំបិតកាត់ក្រដាសឬកន្ត្រៃស្កុតបិទឬក៏បង់ស្អិតអាវភ្លៀងសម្រាប់ពាក់និងសម្រាប់គ្របអីវ៉ាន់ពេលភ្លៀងឬក៏ដបទឹកផឹកផងដែរបុគ្គលិកដឹកជញ្ជូនត្រូវចូលរួមប្រជុំរយៈពេលខ្លីពេលព្រឹកពី10ដល់15នាទីដែលដឹកនាំដោយប្រធានការិយាល័យប្រៃសណីដើម្បីក្តាប់បាននូវព័ត៌មានប្រតិបត្តិការតំបន់ដែលត្រូវដឹកនិងចំណុចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់ក្នុងថ្ងៃនោះ។